បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ប្រាប់ពីមុខងារមួយរបស់ FA គឺ FA បានបង្កើតមុខងារមួយទៀតគឺ Pay Sound មានន័យថាការទូទាត់ផ្ដល់ជាសំឡេងមានន័យថាយើងទទួលបានចំនួនទឹកប្រាក់ប្រមាណអញ្ចឹងណាបាទដើម្បីចូលទៅកំណត់មុខងារនឹងបានទី1យើងចូលទៅ profile យើងបាទបន្ទាប់មកទៀតយើងជ្រើសរើសយកពាក្យថា extra បាទបើជាភាសាខ្មែរមុខងារបន្ថែមទៀតបាទអញ្ចឹងយើងចុចមកបាទអញ្ចឹងយើងឃើញមុខងារពីរអញ្ចឹងយើងយកពាក្យថា enable pay sound បាទអញ្ចឹងយើងចុចប៊ូតុងបើកមកឲ្យចេញពណ៌ខៀវបាទបន្ទាប់មកយើងបានកំណត់មួយទៀតគឺកំណត់យកសំឡេងបាទយើងចង់បានសំឡេងជាមនុស្សស្រីឬមួយជាមនុស្សប្រុសបាទអញ្ចឹងដូចនេះជាខាងក្រោមនេះជាមនុស្សប្រុសហើយបើយើងចង់បានស្រឡាញ់ជាសំឡេងជាមនុស្សស្រីយើងដាក់សំឡេងមនុស្សស្រីមកហើយតាក់ទងមួយភាសាបាទអញ្ចឹងបើសិនជាបងប្អូនចង់បានភាសាខ្មែរភាសាអង់គ្លេសភាសាចិនអានឹងអាស្រ័យទៅលើបងប្អូនទេប៉ុន្តែសម្រាប់ខ្ញុំជនជាតិខ្មែរអញ្ចឹងគឺខ្ញុំស្ដាប់ភាសាខ្មែរទៅងាយស្ដាប់ងាយយល់បាទអញ្ចឹងបាទមានតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងអាចត្រឡប់ថយក្រោយហើយយើងទៅសាកល្បងទាំងអស់គ្នាថាតើការកំណត់របស់យើងនឹងវាត្រឹមត្រូវអត់បាទសូមអរគុណ